ជំរាបសួរថ្ងៃនេះជាថ្ងៃដែលខ្ញុំបានមកជួបម្ដងទៀតហើយគឺខ្ញុំមានពេលវេលានឹងមកថតវីដេអូដូច្នេះសូមបងប្អូនទាំងអស់គ្នាទទួលការពិធានជាមួយយើងខ្ញុំទាំងអស់គ្នានៅពេលវេលានេះព្រះបិតាដែលគង់នៅដល់ឋានសួគ៌ដែលគង់គោះជាទីបំផុតបិតាឲ្យគុណពិតជាអរគុណទ្រង់នៅពេលវេលានេះដែលទ្រង់បានបើកពេលវេលាឲ្យកូនបានបញ្ចេញនៅព្រះបន្ទូលរស់ដល់ទ្រង់ដែលនៅមានចំណុចសំខាន់ជាច្រើនដែលទ្រង់បានឲ្យកូនជាអ្នកទៅបង្រៀនបិតាជាម្ចាស់ដែលគង់នៅដល់ឋានសួគ៌កូនសូមយើងព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់គង់នៅជាមួយកូននៅពេលដែលកូនអានព្រះគម្ពីរក្តីនៅកូនរៀបរាប់ឬមួយបកស្រាយនៅព្រះបន្ទូលរបស់ទ្រង់ក្តីសូមឲ្យពេញដោយព្រះវិញ្ញាណបរិសុទ្ធកុំឲ្យតាមតែចិត្តកូនជាមនុស្សមានបាបឡើយបិតាឲ្យកូនអរគុណទ្រង់ណាសូមទ្រង់ប្រទានពរដល់កូនចៅទ្រង់ដែលបានឃើញវីដេអូនេះហើយដែលបានមើលនិងសូមឲ្យមានចិត្តគេឲ្យបាននឹងស្គាល់នៅអ្វីដែលព្រះបន្ទូលស្រឡាញ់ពួកគេអរគុណទ្រង់ណាគ្រប់ប្រការដែលកូនទិដ្ឋាននៅពេលវេលានេះកូនពិតជាមនុស្សមានបាបខ្វះសេរីល្អរបស់ទ្រង់កូនសូមទូលថ្វាយការទិដ្ឋាននៅមេរៀន9ចំណុចដែលមនុស្សយើងមើលរំលងបិតាឲ្យគុណអរគុណទ្រង់ណាគ្រប់ការពុពេលវេលានៅពេលវេលានេះគុណសូមទូលថ្វាយការសិក្សាព្រះបន្ទូលនិងវេកញែកព្រះបន្ទូលនៅសូមពេញដោយព្រះវិញ្ញាណបរិសុទ្ធអរគុណទ្រង់គុណសូមទូលថ្វាយការទិដ្ឋាននិងដឹងគុណទ្រង់ក្នុងនាមព្រះយេស៊ូវគ្រីស្ទអេមែនដូច្នេះសូមបងប្អូនទៅចំណុច9ចំណុចដែលបងប្អូនយើងនឹកស្មាននឹងដល់ដែលនៅមានតរទៀតដូច្នេះការដែលនៅក្នុងព្រះគម្ពីរនេះគឺជាគម្ពីរមួយដែលរៀបរាប់ពីជីវិតយើងដែលរស់នៅលើផែនដីនេះជាជីវិតមួយដែលពោរពេញទៅដោយភាពចម្រូងចម្រាសភាពមិនពិតប្រាកដមិនដឹងផ្លូវណាទៅផ្លូវណាដូច្នេះនេះហើយជាព្រះបន្ទូលរបស់ព្រះដែលជាផ្លូវរបស់ទ្រង់ដែលចង់បរៀនយើងឲ្យយើងចេះយល់ដឹងអរគុណព្រះអង្គសូមបងប្អូនយើងបើកទៅគម្ពីរសុភាសិតចំពុក14ខ9អរគុណព្រះអង្គសូមខ្ញុំអានជូនសូមបងប្អូនទាំងអស់គ្នាអានព្រះគម្ពីរសុភាសិតចំពុក14ខ9ព្រះអង្គ14ខ9ខ្ញុំអានជូនចំពុក14ខ9មនុស្សល្ងាល្ងើរមែងសើចចំអកចំពោះអំពើបាបតែនៅក្នុងពួកមនុស្សសុចរិតតែងមានសេចក្តីរាប់អានគ្នាអរគុណព្រះអង្គនេះជាពាក្យមួយដែលនៅក្នុងគម្ពីរសុភាសិតដែលបានបង្រៀនយើងដែលបានកែតម្រូវយើងជីវិតយើងរស់នៅសប្តាហ៍ថ្ងៃមិនដឹងថាពឹងលើស្អីទេបើអ្នកជឿព្រះពុទ្ធគេពឹងទៅលើព្រះពុទ្ធបើយើងជឿដល់ព្រះគ្រីស្ទយើងពឹងដល់ព្រះគ្រីស្ទដូច្នេះការពឹងរបស់វិញមួយជាពាក្យពឹងគឺបានស្ដីថាផ្អែកទៅលើសេចក្តីជំនឿរបស់យើងហើយដូច្នេះបងប្អូនហើយហេតុអីបានជាក្នុងគម្ពីរសុភាសិតចំពុក14ខ9និយាយមនុស្សល្ងីល្ងើរមែងសោចចំអកចំពោះអំពើបាបមនុស្សយើងដែលជឿព្រះហើយប៉ុន្តែនៅតែមានប្រព្រឹត្តអំពើបាបភាពតែបាបនេះគឺធ្វើខុសនឹងក្រឹតវិន័យរបស់ព្រះធ្វើខុសអំពើបាបបានន័យថាយើងធ្វើខុសនឹងព្រះក្រឹតវិន័យរបស់ព្រះដូច្នេះការដែលចំអកមើលងាយនេះគឺជាការមួយដែលយើងបរៀនលើកមុនហើយគឺព្រះមានបន្ទូលថានៅក្នុងគម្ពីរទំនុកដំកើងថាយើងនឹងមិនមានអីទេគឺព្រះនៅឯណាហើយមិនជឿថាគ្មានព្រះទេគឺថានេះឲ្យភាពចំអករបស់មនុស្សដែលមិនទាន់ស្គាល់សេចក្តីពិតរបស់ព្រះតែឯក្នុងពួកអ្នកសុចរិតវិញអរគុណព្រះអង្គពួកសុចរិតវិញគេតែងតែរាប់អានគ្នាអញ្ចឹងពួកអ្នកសុចរិតបានន័យថាយើងស្គាល់ព្រះយើងមានព្រះមានបន្ទូលថាអ្នកដែលស្រឡាញ់ទ្រង់គឺអ្នកដែលកោតខ្លាចដល់ទ្រង់គឺមានសេចក្តីស្រឡាញ់
ទៅបងប្អូនយើងទាំងអស់គ្នាដូច្នេះការដែលព្រះមានបន្ទូលថាមនុស្សសុចរិតតែនៅក្នុងពួកមនុស្សសុចរិតតែងតែមានសេចក្តីរាប់អាននេះគឺថាចេះស្រឡាញ់គ្នាទៅវិញមកចេះជួយគ្នាទៅវិញមកមិនបំផ្លិចបំផ្លាញគ្នាមិនបោកប្រាស់គ្នាមិនកេញប្រវ័ញ្ចគ្នាទេនេះហើយដែលសេចក្តីស្រឡាញ់ដែលព្រះចង់បរៀនយើងដូច្នេះអរគុណទ្រង់ដែលទ្រង់បានឲ្យកូនបកស្រាយនៅខកពីនេះដូច្នេះសូមបងប្អូនទាំងអស់គ្នាទទួលការគោរពពីខ្ញុំនៅក្នុងព្រះបន្ទូលរបស់ព្រះនេះផងដែរដូច្នេះសូមអរគុណទ្រង់សូមព្រះជាម្ចាស់ប្រទានពរដល់បងប្អូនយើងនៅដែលអ្នកបានអានហើយមិនមែនគ្រាន់តែឃើញតែចុចហើយមិនបានអាននោះទេមិនបានមើលនោះទេដូច្នេះសូមប្រទានពរគ្រប់បែបយ៉ាងទាំងអ្នកមានជំងឺសង្កាត់រោគគាយ៉ាងណាហើយសូមទ្រង់ជួយព្យាបាលគេបានជាផងអរគុណទ្រង់ក្នុងនាមព្រះយេស៊ូវគ្រីស្ទអាមែន